សួស្តីបងប្អូនទាំងអស់គ្នាជាបន្តមកទៀតនេះខ្ញុំបានសូមណែនាំតេតងជាមួយនឹងផ្នែកទី7ទៅលើសំណេរដែលសំណេររបស់យើងទាំងអស់គឺមានចំនួន3ប្រធានបទដែលបងតម្រូវឲ្យបងប្អូនសរសេរយ៉ាងច្រើនបំផុតគឺមួយទំព័រសម្រាប់សំណេរនីមួយៗឧទាហរណ៍ដូចជាសំណេរទី1គឺយើងចង់ឲ្យបងប្អូនរៀបរាប់អំពីជីវិតនៅក្នុងក្រុមគ្រួសារការសិក្សានិងការងារពីមុនដែលបងប្អូនធ្លាប់ធ្វើអញ្ចឹងតើមានកត្តាអ្វីខ្លះដែលជួយឲ្យបងប្អូនតស៊ូសិក្សារហូតមកដល់សប្តាហ៍នេះអញ្ចឹងធ្វើម៉េចសំណេររបស់បងប្អូនគឺឆ្លើយតបទៅនឹងប្រធានបទមួយនឹងហើយសរសេរឲ្យច្បាស់លាស់ត្រឹមត្រូវព្រមទាំងអក្សរអាចងាយស្រួលនៅក្នុងការមើលបានផងដែរបន្តមកទៀតតេតងជាមួយនឹងសំណេរទី2គឺចង់សួរថាហេតុអ្វីបានជាបងប្អូនចង់ចាប់យកជំនាញខាងលើមុខសិក្សាតើបងប្អូនមានគម្រោងថានឹងប្រើវារបៀបណានៅពេលអនាគតហេតុអ្វីបានជាបងប្អូនត្រូវការអាហារូបករណ៍ដើម្បីសម្រេចបំណងនេះអញ្ចឹងធ្វើម៉េចការអធិប្បាយនេះគឺឆ្លើយតបជាមួយនឹងប្រធានបទដែលយើងបានលើកឡើងនឹងគឺជាការស្រេចបន្តមកទៀតគឺជាសំណេរទី3ដែលតម្រូវឲ្យបងប្អូនធ្វើការគិតពិចារណាដោយប្រធានបទយើងបានលើកឡើងថាប្រសិនបើបងប្អូនត្រូវបានជ្រើសរើសជាមេដឹកនាំតើបងប្អូននឹងអភិវឌ្ឍទៅលើផ្នែកឬវិស័យអ្វីមុនគេនៅក្នុងប្រទេសកម្ពុជាចូលបងប្អូនអធិប្បាយហេតុផលដែលបងប្អូនគិតថាវាជាជម្រើសអាទិភាពដែលត្រូវអភិវឌ្ឍមុនគេនៅក្នុងប្រទេសកម្ពុជាអញ្ចឹងធ្វើម៉េចគឺការអធិប្បាយរបស់បងប្អូននឹងឆ្លើយតបជាមួយនឹងប្រធានបទមួយនឹងហើយឲ្យច្បាស់លាស់ព្រមទាំងងាយស្រួលនៅក្នុងការអានបាទសូមអរគុណ